บางคนต่างออกគ្នាมาระยะเปจงกรอยนี้ខ្ញុំឃើញមានការបង្ហោបផ្សាយព័ត៌មានជាច្រើនដែលព័ត៌មានទាំងអស់នោះមានតាំងពីព័ត៌មានផ្លូវការក្រៅផ្លូវការហើយរហូតឈានទៅដល់ការបង្កើតនិងបង្ហោបផ្សាយព័ត៌មានคล้ายៗទៅទៀតហើយក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនយករូបភាពឬក៏វីដេអូចាស់ៗនោះមកផ្សាយឡើងវិញដើម្បីបំភ្លៃស្ថានភាពទៀតផងបងប្អូនស្របពេលដែលប្រទេសកម្ពុជាយើងកំពុងតែមានបញ្ហាជាមួយនឹងប្រទេសជិតខាងផងខ្ញុំសង្កេតឃើញថាមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនហើយក៏មានអ្នកសារព័ត៌មានពលរដ្ឋបានយករូបភាពវីដេអូព័ត៌មានចាស់ឬក៏ព័ត៌មានដែលបានវាយត្រាជាព័ត៌មានคล้ายៗរួចហើយពាក់ព័ន្ធជាមួយនឹងស្ថានភាពដែលបានកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមកបង្ហោបផ្សាយឡើងវិញដោយគ្មានការពិនិត្យនិងបញ្ជាក់ប្រភពពិតប្រាកដហើយពេលខ្លះក៏មានការបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំថ្មីដើម្បីបំភាន់ថាហេតុការណ៍នេះកំពុងតែកើតមានឡើងជាក់ស្ដែងបងប្អូនទាំងអស់នេះគឺជាទង្វើមិនត្រឹមត្រូវហើយជាការបំពានទៅលើក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងវិស័យសារព័ត៌មានដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពសន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈហើយក៏ធ្វើឲ្យមានការបាត់បង់ការជឿទុកចិត្តពីប្រជាពលរដ្ឋទៅលើអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយផ្លូវការទង្វើទាំងអស់នេះមិនត្រូវឲ្យកើតមានឡើងឡើយជាពិសេសនៅក្នុងកលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាយើងកំពុងតែខិតខំនៅក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែននេះខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាសូមឲ្យគិតទៅលើផលប្រយោជន៍រួមនិងសន្តិសុខជាតិជាជាងការចង់បាន view like share comment ឬក៏ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បងប្អូនធ្វើជាមនុស្សកុំអាត្មានិយមកុំលងខ្លួនរហូតបាត់អស់សតិមុននឹងបង្ហោះផ្សាយឬក៏ចុច share បន្តសូមឲ្យបងប្អូនទៀងទាត់ជាមួយនឹងប្រភពផ្លូវការហើយមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់ជៀសវាងបងប្អូនខ្លាចជាឧបករណ៍នៅក្នុងការផ្សព្វផ្សាយព័ត៌មានคล้ายៗបើបងប្អូនចែករំលែកត្រូវបងប្អូនជាអ្នកជួយសង្គមប៉ុន្តែបើចែករំលែកដោយគ្មានការគិតពិចារណាបងប្អូនក៏អាចខ្លាចជាអ្នកបំពុលសង្គមដែរ